តើអ្នកជឿទេនៅលើពិភពលោកមានកន្លែងខ្លះស្រស់ស្អាតរហូតមនុស្សជាច្រើនគិតថាវាដូចជាឋានសួគ៌ទឹកសមុទ្រពណ៌ខៀវថ្លាភ្នំដ៏អស្ចារ្យនិងទេសភាពដែលអ្នកត្រូវតែឃើញម្ដងក្នុងជីវិតថ្ងៃនេះយើងនឹងនាំអ្នកទៅស្គាល់កន្លែងស្អាតបំផុតទាំង10នៅលើពិភពលោកលេខ10 Maldives ទឹកសមុទ្រពណ៌ខៀវថ្លាឆ្នេរខ្សាច់សនិងវីឡាលើទឹកបានធ្វើឲ្យ Maldives ក្លាយជាគោលដៅសម្រាប់អ្នកស្រឡាញ់ធម្មជាតិនិងគូស្នេហ៍មកពីជុំវិញពិភពលោកលេខ9 Cappadocia ប្រទេសទូគីរៀងរាល់ព្រឹកពេញប៉ោងខ្យល់ក្តៅរាប់រយហោះលើផ្ទៃមេឃបង្កើតទិដ្ឋភាពដ៏អស្ចារ្យដែលល្បីទូទាំងពិភពលោកលេខ8 បឹងហៀលាប្រទេសអូស្ត្រាលីបឹងនេះមានទឹកពណ៌ផ្កាឈូកដោយធម្មជាតិដែលជាបាតុភូតដ៏កម្រមួយលើពិភពលោកលេខ7ភ្នំអេវេរេសប្រទេសនេប៉ាល់ភ្នំខ្ពស់បំផុតលើពិភពលោកដែលមានកម្ពស់ 8,849 ម៉ែត្រនិងជាក្តីស្រមៃរបស់អ្នកឡើងភ្នំជាច្រើនលេខ6ផ្កាសាគូរ៉ាប្រទេសជប៉ុននៅរដូវផ្កាសាគូរ៉ាប្រទេសជប៉ុនប្រែទៅជាពណ៌ផ្កាឈូកដ៏ស្រស់ស្អាតទាក់ទាញភ្ញៀវទេសចររាប់លានអ្នកជារៀងរាល់ឆ្នាំលេខ5ពន្លឺពណ៌បៃតងប្រទេសន័រវេសពន្លឺពណ៌បៃតងនិងស្វាយនៅលើមេឃពេលយប់គឺជាបាតុភូតធម្មជាតិដ៏អស្ចារ្យមួយលេខ4បូរ៉ាប្រទេសបារាំងប៉ូលីនេស៊ីកោះត្រូពិកដែលមានទឹកថ្លាដូចកញ្ចក់និងភ្នំភ្លើងដ៏ស្រស់ស្អាតនៅកណ្ដាលកោះលេខ3ឧទ្យានបានប្រទេសកាណាដាបឹងពណ៌ខៀវបៃតងភ្នំព្រើលនិងព្រៃឈើដ៏ស្រស់ស្អាតធ្វើឲ្យទីនេះក្លាយជាឧទ្យានជាតិដ៏ល្បីល្បាញមួយលេខ2ម៉ាឈូភីឈូប្រទេសប៉េរូទីក្រុងបុរាណរបស់ជនជាតិអ៊ីនកាដែលស្ថិតនៅលើកំពូលភ្នំនិងពោរពេញដោយអាថ៌កំបាំងលេខ1សានតូរីនីប្រទេសក្រិកផ្ទះពណ៌សដំបូលពណ៌ខៀវនិងទេសភាពថ្ងៃលិចដ៏ល្បីល្បាញបានធ្វើឲ្យសានតូរីនីជាកន្លែងដែលមនុស្សជាច្រើនប្រាថ្នាចង់ទៅលេងម្ដងក្នុងជីវិតតើក្នុងចំណោមកន្លែងទាំង10នេះអ្នកចង់ទៅកន្លែងណាជាងគេសូមខមមិនប្រាប់ខ្ញុំផងបើអ្នកចូលចិត្តវីដេអូបែបចំណេះដឹងអំពីពិភពលោកសូមចុច like Subscribe និង Share ដើម្បីគាំទ្រ Channel របស់យើងសូមអរគុណហើយជួបគ្នានៅវីដេអូបន្ទាប់